ទស្សនាវីដេអូ highlight ពេញមួយការប្រកួតដែលជាការប្រកួតវគ្គផ្ដាច់ព្រាត់ពីរង្វាន់សម្ដេចតេជោហ៊ុនសែនលើកទី19ឆ្នាំ2025-2026រវាងវិសាខាជាមួយនឹងព្រះខ័នរាជស្វាយរៀងការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួបដ៏ស្វិតស្វាញវិសាខាប្រើប្រាស់ឯកសណ្ឋានពណ៌សព្រះខ័នរាជស្វាយរៀងប្រើប្រាស់ឯកសណ្ឋានពណ៌ខៀវលោកកញ្ញាកណ្ដាលខិនអូស៊ីហាជាអ្នកដឹកនាំការប្រកួតមួយនេះមានការប៉ុនប៉ងជាច្រើនលើកច្រើនសារហើយក៏មានការទាត់ចេញពីខាងឆ្វេងដោយកីឡាករឆេងមេងតែក៏ជះចេញក្រៅបន្តមកទៀតមានការបណ្ដើរបាល់ចូលទៅក្នុងប្រអប់ដោយកក្កដាហើយទាត់បុកជើងរបស់យូដៃអូហ្កាវ៉ាទៀតចូលទីបើកការនាំមុខ1-0ឲ្យវិសាខាទៅលើព្រះខ័នរាជស្វាយរៀងអ្នកគ្រប់គ្រងរបស់វិសាខាបង្ហាញក្តីរីករាយយ៉ាងខ្លាំងសិនកក្កដាក៏អបអរជាមួយពួកគេផងដែរមិនយូរប៉ុន្មានគ្រាប់បាល់ទី2បានកើតឡើងតាមរយៈការតែតបញ្ចូលទីពីបាល់ជ្រុងតែតដោយលឹមពិសុទ្ធហើយ Scott Allardyce ដែលឈរនៅបង្គោលទី2តែតបញ្ចូលទីគ្រាប់បាល់ទី2ត្រឹមពាក់កណ្ដាលវគ្គទី1នៃការប្រកួតការធ្វើបានយ៉ាងល្អបែបនេះបានធ្វើឲ្យអ្នកគ្រប់គ្រងព្រះខ័នរាជស្វាយរៀងស្រឡាំងកាំងយ៉ាងណាមានការប៉ុនប៉ងជាច្រើនលើកច្រើនសារពីសំណាក់ក្រុមព្រះខ័នរាជស្វាយរៀងដើម្បីទាមទាររកគ្រាប់បាល់ត្រឡប់មកវិញត្រង់ចំណុចនេះជាការលោតទាត់មួយទំហឹងតែម្ដងរបស់ពេប្រាខ្វាមេបន្ទាប់ពីការប៉ុនប៉ងរបស់ Patrick Robson បុកនឹងរបាទីឡងត្រឡប់មកវិញពេប្រាខ្វាមេរកបានគ្រាប់តាមពីក្រោយ1-2ឲ្យព្រះខ័នរាជស្វាយរៀងបន្តទៅទៀតជាការតែតរបស់ឌីម៉ង់តែអុកសវណ្ណជាអ្នកគៀសឲ្យចេញក្រៅវិញគ្រាប់បាល់មួយនេះត្រូវបានគេលើកឡើងផ្សេងគ្នានៅលើបណ្ដាញសង្គមអំពីការសម្រេចឲ្យចូលឬក៏មិនឲ្យចូលនោះបន្តមកទៀតយើងឃើញមានការប្រឹងប្រែងយ៉ាងខ្លាំងពីព្រះខ័នរាជស្វាយរៀងហើយឌីម៉ង់ជាថ្មីម្ដងទៀតក៏ត្រូវខ្សែការពាររបស់វិសាខាឃ្លាចេញពីបន្ទាត់ទីការបញ្ជូនឲ្យត្រង់នេះពិតជាល្អដោយសិនកក្កដាមករកលេងណូរ៉ាចលនារបស់ណូរ៉ាពីក្រោយខ្នងខ្សែការពារមិនឲ្យ offside នោះទេនេះគឺជាចង្វាក់ដ៏ល្អនឹងការយល់ចិត្តគ្នារវាងសិនកក្កដាជាមួយនឹងលេងណូរ៉ាដែលជាកីឡាករបម្រុងបដូរជោតបន្តទៀតពេលប្រាខ្វាមេត្រង់នេះប្រើជើងឆ្វេងរបស់ខ្លួនទាត់បញ្ចូលទីតែម្ដងគឺពិតជាគួរឲ្យសរសើរមែនទែនការទាត់ត្រង់នេះរបស់ពេលប្រាខ្វាមេតាមពីក្រោយ2-3ពេលវេលាក៏ឈានដល់ការបន្ថែមបង្គ្រប់ហើយមុនការបន្ថែមបង្គ្រប់ក៏មានការប៉ុនប៉ងច្រើនលើកច្រើនសារការជួយសង្គ្រោះបាល់ល្អជាច្រើនពីអ្នកចាំទីកែវសុកសេឡានេះគឺជាការប៉ុនប៉ងរបស់ពេលប្រាខ្វាមេមួយលើកទៀតតែក៏ត្រូវសង្គ្រោះបានទៀតការឲ្យត្រង់នេះ Faris Hamouti ព្យាយាមកាត់ថយក្រោយប៉ះជើងរបស់ Jago Danskis ប្រធានក្រុមវិសាខាចូលទីខ្លួនឯងនៅម៉ោងបន្ថែមបង្គ្រប់ចុងក្រោយទៅហើយ90+7កីឡាកររបស់វិសាខាសោកស្ដាយខ្លាំងមែនទែនសម្រាប់ការរបូតគ្រាប់បាល់ដែលស្ទើរតែនឹងដល់ពេលវេលានៃការផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយក្រុមអ្នកដឹកនាំក៏ដូចជាកីឡាករគឺពិតជារីករាយណាស់ហើយមានការទាត់ពីចម្ងាយរបស់ Takashi Odawara បុកជាមួយនឹងបង្គោលទីទៀតចេញក្រៅផងដែរ
បាទការតែតបញ្ចូលទីរបស់ពេប្រាខ្វាមេត្រង់នេះគឺធ្វើបានល្អណាស់បាទជាការនាំមុខវិញម្ដងនៅម៉ោងបន្ថែមបាទ15នាទីបាទ15នាទីលើកទី2ការតែតរបស់ពេប្រាខ្វាមេធ្វើឲ្យអ្នកគ្រប់គ្រងប្រកាន់រីស្វ័យរៀងគិតថាខ្លួនជាជើងឯកទៅហើយនៅពេលនោះដោយមិនចាំបាច់ឈានដល់ពេណាល់ទីកាត់សេចក្តីនោះទេយ៉ាងណាក៏ដោយបាល់ free kick ត្រង់នេះឆេងមេងចលនាមករកទីតាំងហើយក៏តែតបញ្ចូលទីបានយ៉ាងល្អតាមស្មើ4-4មិនគួរឲ្យជឿការប្រកួតវគ្គផ្ដាច់ព្រាត់ដល់ឈានដល់ម៉ោងបន្ថែម15នាទីលើកទី2ទៅហើយប៉ុន្តែមានគ្រាប់បាល់បញ្ចូលទីគ្នាបន្តទៀត